ទីបំផុតម៉ែត្រឡប់មកវិញហើយអ្វីគ្រប់យ៉ាងរលូនល្អទេរលូនណាស់ម៉ែគ្រាប់ពូជទិញបានទាំងអស់ហើយគ្រាប់ពូជដែលលក់គឺជាគ្រាប់ថេងជាតិថ្មីរបស់ឆ្នាំនេះពេញគ្រាប់ល្អណាស់ហូគ្រាប់ពូជល្អណាស់ជាគ្រាប់ថេងជាតិថ្មីមិនមែនលីជាមួយរបស់ចាស់ទេអ្នកនាងស៊ូភ្នែកអ្នកពូកែណាស់មិនត្រូវបានម្ចាស់ហាងលក់គ្រាប់ថេងជាតិបោកប្រាស់ឡើយបាទឥឡូវនេះនៅក្នុងហាងមានតែគ្រាប់ថេងជាតិចាស់លីជាមួយគ្រាប់ថេងជាតិថ្មីច្រើនតែបោកអ្នកដែលមិនសូវចេះមើលកាលពីមុនគ្រូសាចាស់ទិញគ្រាប់ពូជពាក់កណ្ដាលគឺជាគ្រាប់ស្អុយធ្វើឲ្យគាត់ខឹងខ្លាំងណាស់ម្ចាស់ហាងថាតម្លៃគ្រាប់ថេងជាតិនឹងឡើងថ្លៃមិនយូរមិនឆាប់ក៏ត្រូវតែទិញដែរដូច្នេះខ្ញុំក៏ទិញថែមបន្តិចបន្តួចទៅតម្លៃគ្រាប់ថេងជាតិឡើងថ្លៃមែនទេឡើងហើយថ្លៃជាងមុន 20% គ្រូរងស្ងួតនៅភាគខាងជើងកាន់តែធ្ងន់ធ្ងរទៅតម្លៃគ្រាប់ថេងជាតិខ្លាចថានឹងឡើងថែមទៀតហេតុខ្លះចាប់ផ្ដើមមានការខ្វះខាតស្បៀងអាហារហើយព្រះជាម្ចាស់ឲ្យនេះពិតជាមិនទុកផ្លូវឲ្យមនុស្សនៅមែនហេតុនេះហើយបានជាត្រូវតែប្រញាប់ដាំដុះលើដីខ្លួនឯងឲ្យបានល្អទើបមានទំនុកចិត្តក្នុងចិត្តនៅតាមព្រំដែនមានភាពត្រជាក់ប៉ុន្តែឲ្យតែមានគ្រាប់ពូជនោះមនុស្សនឹងមិនដាច់ពូស្លាប់ឡើយមានដីដាំដុះមានស្បៀងអាហារមានផ្លូវរស់គុំនៅស្ងៀមប្រញាប់ធ្វើការទៅអ្នកនាងស៊ូធ្វើការបានហ្មត់ចត់ណាស់គ្រាប់ពូជនេះល្អណាស់អត្រាដុះពន្លកស្មានក៏បាន60ទៅ70%ដែរមានយីងនឹងនៅទីនេះអ្វីដែលចង់បានមិនមែនត្រឹមតែ60ទៅ70%នោះទេក្រោយមកគុំដាំចិត្តគ្នាពេកខ្យល់ចេញចូលមិនល្អងាយនឹងរលួយឬគ្រាប់ពូជត្រូវកប់ឲ្យជ្រៅបន្តិចប្រហែល2ធ្នប់ដៃបើកប់រាក់ពេកងាយនឹងត្រូវសត្វស្លាប់ចឹកស៊ីណាស់នៅកណ្ដាលថ្ងៃត្រង់មិនគួរអួតខ្លួនពេកទេបងថ្លៃផឹកទឹកបន្តិចទៅប្រសិនបើគ្មានធ្វើពួកយីងនឹងដើម្បីបំពេញរាងកាយទេការងារកសិកម្មពិតជាអាចធ្វើឲ្យមនុស្សសន្លប់បានព្រោះគ្រាប់ថេងជាតិទាំងអស់គឺបានមកពីភាពលំបាកបន្តធ្វើការទៀតខំប្រឹងដាំដុះឲ្យអស់20ម៉ោងមុនពេលថ្ងៃលិចថ្ងៃនេះពិតជាហត់ខ្លាំងណាស់បងថ្លៃបងភ្ញាក់ហើយមែនទេផឹកទឹកបន្តិចទៅឲ្យធូរស្រាលក្នុងបំពង់របស់របរត្រូវបានរៀបចំរួចរាល់អស់ហើយចារួចរាល់អស់ហើយបងថ្លៃបំណែកក្រណាត់ទាំងនេះលើកនេះពួកយើងនឹងយកមកធ្វើជាគ្រឿងតុបតែងអ្វីទៀតទៅអាយិលើកនេះបងថ្លៃក្រុងនឹងបង្រៀនឯងនៅជំនាញពេញលេញមួយអ្វីដែលពួកយើងធ្លាប់ធ្វើពីមុនមកគ្រាន់តែជារឿងលេងសើចប៉ុណ្ណោះវាមិនទាន់រាប់ថាជាជំនាញពិតប្រាកដនៅឡើយទេអាយិក្នុងលោកនេះស្ត្រីមានតែការចេះជំនាញពិតប្រាកដមួយក្នុងដៃប៉ុណ្ណោះទើបអាចមានមូលដ្ឋានគឺរឹងមាំបានទោះបីជាសាច់ញាតិក៏មិនអាចការពារឯងបានគ្រប់ពេលដែរមានតែខ្លួនឯងទេដែលត្រូវរឹងមាំឡើងទៅថ្ងៃមុខបងក៏មានរឿងផ្ទាល់ខ្លួនដែលត្រូវធ្វើដែរមិនសូវមានពេលនិងកម្លាំងដើម្បីមើលការខុសត្រូវលើអាជីវកម្មក្នុងផ្ទះរហូតនោះទេដូច្នេះពីថ្ងៃនេះបងបានគិតយ៉ាងច្រើនហើយសម្រេចចិត្តបង្រៀនឯងនៅរាល់ជំនាញអាជីវកម្មទាំងអស់ថាតើទៅថ្ងៃមុខអាចរីកចម្រើនដល់កម្រិតណារកប្រាក់បានប៉ុន្មានគឺអាស្រ័យលើសមត្ថភាពរបស់ឯងផ្ទាល់ប៉ុន្តែទោះជាយ៉ាងណាមិនថាមានរដ្ឋានរីកធំល្អទេជំនាញនេះអាចធានាថាឯងមិនខ្វះអាហារហូបចុកឡើយម៉ែត្រូវរៀនដែរដើម្បីជួយមើលខុសត្រូវអាយិឥឡូវនេះឲ្យនាងគ្រប់គ្រងម្នាក់ឯងច្បាស់ជាមិនទាន់កើតទេត្រូវតែមានម៉ែនៅក្បែរជួយមើលការខុសត្រូវជំនាញនេះត្រូវបានចាត់ទុកថាជាដើមទុនរបស់អាយិនៅក្នុងផ្ទះហើយនៅពេលនាងរៀបការវាក៏ត្រូវបានចាត់ទុកថាជាថ្លៃទឹកដោះដែលបងថ្លៃផ្ដល់ឲ្យជាមុនដែរស្ត្រីមិនងាយស្រួលទេជាពិសេសនៅក្នុងសម័យកាលនេះស្ត្រីកាន់តែត្រូវការជំនាញដើម្បីចិញ្ចឹមជីវិតតាំងពីខ្ញុំរៀបការចូលមកក្នុងគ្រួសារសៀវអាយិតែងតែគោរពនិងជឿជាក់លើខ្ញុំជានិច្ចសេចក្តីសប្បុរសនេះខ្ញុំចង់តបស្នងវិញម្យ៉ាងវិញទៀតអាយិនិងសៀវយានគឺជាបងប្អូនបង្កើតរបស់សៀវច័ន្ទទៅថ្ងៃមុខជីវិតរបស់បងប្អូនគួរតែមានភាពល្អប្រសើរដូចគ្នាអាហើកូនឯងនេះហេតុអ្វីក៏គិតបានវែងឆ្ងាយម្ល៉េះម៉ែជំនួសមកឲ្យអាយិដើម្បីអរគុណកូនវាជាសំណាងរបស់នាងណាស់ដែលបានជួបបងថ្លៃល្អដូចកូនកូនកុំបារម្ភអីម៉ែនឹងរៀនជាមួយនាងហើយប្រកាសជាជួយអាយិឲ្យចេះជំនាញនេះឲ្យបានច្បាស់លាស់ជំនាញនេះនឹងក្លាយជាទីពឹងរបស់នាងនៅពេលដែលនាងរៀបការចេញទៅបងថ្លៃខ្ញុំនឹងខំប្រឹងរៀនឲ្យបានល្អមិនឲ្យបងថ្លៃនិងម៉ែខកបំណងឡើយក្មេងឆ្លាតមនុស្សក្នុងគ្រួសារតែមួយមិនបាច់និយាយច្រើនទេដោយសារតែត្រូវបង្រៀនពួកយើងត្រូវរៀនពីអ្វីដែលល្អបំផុតលើកនេះអ្វីដែលបងចង់បង្រៀនគឺហៅថាការរំហាជាប្រភេទការដែលកូនក្រមុំអ្នកមាននៅក្នុងទីក្រុងតែងតែពាក់មែនទេមែនហើយប៉ុន្តែពួកយើងមិនធ្វើតាមបែបបុរាណនិងសាមញ្ញពេកនោះទេបងនឹងបង្រៀនពីរបៀបធ្វើដោយប្រើបច្ចេកទេសផ្ទាល់ខ្លួនដើម្បីបង្កើតជាស្ទីលថ្មីប្លែកពីគេបំណែកឈើទាំងនេះមានច្រើនណាស់នៅក្នុងទីធ្លាតម្លៃក៏ថោកពួកយើងនឹងយកវាមកធ្វើជាសតុបការវាជួយសន្សំសំចៃជាងការប្រើក្រណាត់សូត្រប៉ុន្តែអ្វីដែលពួកយើងត្រូវធ្វើគឺខុសប្លែកពីផ្ការ៉ុងហើដែលមានពណ៌ឆើតឆាយនៅលើទីផ្សារពួកយើងនឹងធ្វើពណ៌បែបម៉ូរ៉ានឌីម៉ូអីគេវាជាពណ៌ដែលទន់ភ្លន់និងមានភាពថ្លៃថ្នូរខ្លាំងណាស់ឧទាហរណ៍ដូចជាពណ៌ផ្កាឈូកស្រអាប់ពណ៌បៃតងស្លេកពណ៌លឿងខ្ចីពណ៌ស្វាយប្រផេះវាមើលទៅមិនឆើតឆាយពេកទេប៉ុន្តែមើលទៅមានតម្លៃនិងថ្លៃថ្នូរពួកយើងអាចប្រើស្មៅស្វាយដើម្បីជ្រលក់ពណ៌ស្វាយខ្ចីប្រើឈើហ្វាំងដើម្បីជ្រលក់ពណ៌ផ្កាឈូកស្រអាប់ប្រើផ្លែឈីជឿដើម្បីជ្រលក់ពណ៌លឿងខ្ចីសាកល្បងលាយពណ៌បន្តិចម្ដងដែលមិនទាន់មាននៅលើទីផ្សារ
នៅពេលដែលកូនស្រីអ្នកមានឃើញបែបនេះពួកគេប្រកាសជាមានអារម្មណ៍ថាវាប្លែកនិងស្រស់ស្អាតជាក់ជាមិនខានពួកគេប្រកាសជាចូលចិត្តវាតើវាដូចជាពណ៌មេឃនៅពេលព្រលឹមដែលមានភាពស្រអាប់បន្តិចមែនទេមែនហើយម៉ែនិយាយត្រូវហើយមិនត្រឹមតែប៉ុណ្ណោះពួកយើងក៏អាចធ្វើពណ៌បែបដេញកម្រិតពណ៌បានដែរគោស្រទាប់ផ្កាពណ៌ស្រាលចុងស្រទាប់ផ្កាពណ៌ចាស់មើលទៅធម្មជាតិដូចជាផ្កាពិតអញ្ចឹងបច្ចុប្បន្នផ្ការ៉ុងហានៅលើទីផ្សារមានតែពណ៌មួយបែបគត់តាំងពីដើមដល់ចប់ពួកយើងអាចបង្កើតថ្មីដោយធ្វើពណ៌ដេញកម្រិត2ឬ3ពណ៌បែបនេះគ្រាន់តែឃើញភ្លាមគឺតាក់ភ្នែកតែម្ដងក្រៅពីពណ៌ពួកយើងក៏អាចបង្កើតថ្មីលើរូបរាងបានដែរផ្ការ៉ុងហានៅលើទីផ្សារភាគច្រើនជាផ្កាមីឬផ្កាដែលមានទំហំធំស័ក្តិសមសម្រាប់តែពិធីបុណ្យទានប៉ុណ្ណោះពួកយើងអាចធ្វើប្រភេទផ្កាតូចវិញឧទាហរណ៍ដូចជាផ្កាមេតូចផ្កាស្បៃរឿងផ្កាលីលីដែលមានទំហំប៉ុនចុងម្រាមដៃវាអាចយកទៅដោតលើសក់បិទលើកាបូបឬតុបតែងលើផ្លិតវាមើលទៅមិនឆើតឆាយពេកទេប៉ុន្តែមើលទៅមានភាពរស់រវើកនិងទាន់សម័យពួកយើងក៏អាចបន្ថែមជាតិក្រអូបចូលក្នុងផ្ការ៉ុងហាលបានដែរដូចជាក្លិនស្លឹកគ្រៃឬក្លិនខ្លឹមចានដើម្បីឲ្យវាមានក្លិនក្រអូបជាប់ជានិច្ចមិនត្រឹមតែលក់ផ្កាប៉ុណ្ណោះទេពួកយើងក៏អាចលក់ជាឈុតផងដែរឧទាហរណ៍ផ្ការ៉ុងហាលលាយជាមួយខ្សែកឬថង់ក្រអូបតូចបែបនេះតម្លៃវានឹងកាន់តែខ្ពស់បងថ្លៃតើវាអាចទៅរួចទេពិតជាអាចទៅរួចជាក់ជាមិនខានពួកយើងក៏ត្រូវធ្វើតាមរដូវកាលផងដែរនាពេលរដូវលក់ផ្កាមីផ្កាឈើរីរដូវក្តៅលក់ផ្កាឈូករដូវស្លឹកឈើជ្រុះលក់ផ្កាស្បៃរឿងរដូវរងាលក់ផ្កាមីរដូវរងារាល់ខែមានអ្វីថ្មីជានិច្ចប៉ុន្តែដើម្បីឲ្យវាមានភាពស្រស់ស្អាតនិងជាប់បានយូរត្រូវបន្ថែមដំណាក់កាលមួយទៀតក្រោយពេលធ្វើរួចត្រូវលាបក្រមួនឃ្មុំស្ដើងមួយស្រទាប់ដើម្បីការពារជម្រាបទឹកនិងរក្សារូបរាងអញ្ចឹងពួកយើងចាប់ផ្ដើមរៀនពីការកាត់ស្រទាប់ផ្កាសាមញ្ញបំផុតទៅប្រើបំណែកមូលតូចធ្វើជាកេសរផ្កាបំណែកទ្រវែងតូចធ្វើជាស្រទាប់ខាងក្នុងរួចសឹមបន្ថែមស្រទាប់ខាងក្រៅបន្តិចម្ដងបងថ្លៃតើស្រទាប់ផ្កានេះត្រូវតូចជាងមុនបន្តិចមែនទេមែនហើយកេសរផ្កាត្រូវតែតូចកាន់តែមកខាងក្រៅស្រទាប់ផ្កាកាន់តែធំរូបរាងក៏ត្រូវតែមើលទៅធម្មជាតិដែរប្រើខ្សែតុងដែងដោតចូលថ្នមដៃត្រូវមានភាពរស់រវើកគុំធ្វើឲ្យបំណែកឈើប្រេះបែកឲ្យសោះបំណែកឈើមានភាពស្រាលដៃត្រូវតែស្រាលតាមនឹងដែរទើបស្រទាប់ផ្កាមើលទៅមានភាពទន់ភ្លន់ការលាយទឹកជ្រលក់ពណ៌គឺជាចំណុចសំខាន់បំផុតប្រភេទផ្កាដូចគ្នាឲ្យតែពណ៌ខុសគ្នាអារម្មណ៍ដែលផ្ដល់ឲ្យក៏ខុសគ្នាដែរការលាយពណ៌ផ្សេងគ្នាចូលគ្នាក៏អាចបង្កើតបានជាពណ៌ថ្មីប្លែកផងដែរម៉ែបងថ្លៃពួកយើងត្រឡប់មកវិញហើយយ៉ាងម៉េចហើយលក់អស់ហើយមែនទេលក់អស់ស្ទើរតែគ្មានសល់នៅសល់តែគ្រឿងតុបតែងតូចពីរបីប៉ុណ្ណោះលក់ក្នុងតម្លៃ30វិញក្នុងមួយដុំពួកអ្នកភូមិគេមិនសូវហ៊ានទិញទេប៉ុន្តែនៅក្នុងទីរួមស្រុកប្រកាសជាលក់ដាច់ខ្លាំងមិនខានស្អែកនេះពួកយើងក្រុងនឹងទៅសាកល្បងនៅទីរួមស្រុកម្ដងរបស់របរតុបតែងសក់និងខ្សែចុងសក់របស់ពួកយើងលក់ដាច់អស់ហើយទិញស្បៀងអាហារខ្លះទិញថ្នាំឲ្យម៉ែហើយទិញក្រណាត់ខ្លះឲ្យប្អូនស្រីធ្វើសម្លៀកបំពាក់ថ្មីប្រាក់ដែលនៅសល់ទុកសម្រាប់ធ្វើជាដើមទុននៅពេលក្រោយទៀតអាយិតតើពេលណាទើបប្អូនធ្វើរបស់ថ្មីទៀតអាជីវកម្មនេះរកចំណូលបានលឿនជាងការធ្វើស្រែចម្ការទៅទៀតពួកយើងក៏អាចទៅលក់នៅភូមិជិតខាងបានដែរម៉ូដែលពួកយើងធ្លាប់ធ្វើពីមុនទៅថ្ងៃមុខគ្រួសារយើងនឹងលែងធ្វើទៀតហើយប្អូនស្រីសៀវតើពួកយើងធ្វើអ្វីខុសមែនទេអាយិតតើមកពីពួកយើងយកប្រាក់ចំណេញច្រើនពេកមែនទេបើច្រើនពេកបងនឹងសងទៅវិញខ្លះមិនមែនទេពួកបងយល់ច្រឡំហើយវាមិនមែនជាបញ្ហារបស់ពួកបងឡើយពួកបងគិតមើលទៅទីរួមស្រុករបស់ពួកយើងមានទំហំប៉ុណ្ណឹងអ្នកដែលចង់ទិញគឺគេទិញអស់ហើយរបស់តុបតែងសក់ទាំងនេះវាមិនមែនជាស្បៀងអាហារដែលត្រូវប្រើប្រាស់រាល់ថ្ងៃនោះទេម្យ៉ាងទៀតមិនយូរមិនឆាប់ប្រកាសជាមានគេធ្វើតាមពួកយើងជាមិនខានបើពួកយើងនៅតែធ្វើដែរនោះមុខរបរយើងនឹងជាប់គាំងហើយមែនហើយវាដូចជាកន្ត្រកដែលគេត្បាញកាលពីឆ្នាំមុនអញ្ចឹងដំបូងលក់ដាច់ណាស់តែក្រោយមកអ្នកណាក៏ចេះត្បាញដែរឲ្យទេក៏គ្មានអ្នកយកផងប៉ុន្តែពួកបងកុំបារម្ភអីឥឡូវនេះខ្ញុំកំពុងរៀនម៉ូដថ្មីជាមួយបងថ្លៃវាជាការងារដែលសម្រិតសម្រាំងបំផុតធានាថានៅលើទីផ្សារមិនទាន់មានឡើយប្អូនស្រីអាយិតបើទៅថ្ងៃមុខប្អូនមិនធ្វើម៉ូដចាស់ទាំងនេះទៀតទេតើពួកយើងអាចធ្វើវាដោយខ្លួនឯងដើម្បីយកទៅលក់បន្តិចបន្តួចបានទេជាការស្រេចពិតជាបានមែនអ្នកនាងស៊ូអរគុណច្រើនណាស់ឥឡូវនេះជីវិតពិតជាលំបាកណាស់តម្លៃស្បៀងអាហារក៏ឡើងថ្លៃប្រសិនបើអាចជួយគ្នាបានគឺល្អណាស់អាហ៊ឺនិយាយត្រូវហើយពួកយើងសុទ្ធតែជាអ្នកដែលឆ្លងកាត់ការលំបាកដូចគ្នាបើជួយគ្នាបានគឺត្រូវតែជួយអ្នកនាងស៊ូពិតជាមានចិត្តបុណ្យមែនទៅថ្ងៃមុខបើគ្រួសារសៀវមានការអ្វីពួកយើងនឹងមិនប្រកែកឡើយ